តើអ្វីទៅគឺជា ISO IEC 27001 ISO IEC 27001គឺជាស្តង់ដារនៃប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានដែលភាសាអង់គ្លេសហៅថា Information Security Management System ឬហៅកាត់ថា ISMS ISO IEC 27001ត្រូវបានបង្កើតឡើងរួមគ្នាដោយអង្គការស្តង់ដារអន្តរជាតិ ISO និងគណៈកម្មការអគ្គិសនី IEC ISO IEC 27001កំណត់លក្ខខណ្ឌតម្រូវឬ requirements សម្រាប់ប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានមានន័យថានៅពេលដែលក្រុមហ៊ុនចង់ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីអនុលោមភាពនៃ ISO IEC 27001ក្រុមហ៊ុនត្រូវតែអនុវត្តតាមគ្រប់លក្ខខណ្ឌតម្រូវទាំងអស់ដែលមានចែងនៅក្នុងស្តង់ដារមួយនេះ ISO IEC 27001តម្រូវឲ្យស្ថាប័នបង្កើតអនុវត្តថែទាំនិងធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់នៃប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មាន ISO IEC 27001ផ្អែកលើវដ្ត PDCA ឬ PDCA cycle ដែលជា Plan Do Check Act ដែលតម្រូវឲ្យស្ថាប័នអនុវត្តនៅបណ្ដុំគោលការណ៍នីតិវិធីនិងយន្តការគ្រប់គ្រងដើម្បីគ្រប់គ្រងហានិភ័យនៃសន្តិសុខព័ត៌មាននិងធានានូវភាពសម្ងាត់ confidentiality ភាពត្រឹមត្រូវ integrity និងភាពមានអាចយកមកប្រើប្រាស់បាន availability នៃព័ត៌មានគិតត្រឹមខែមេសាឆ្នាំ2025 version ចុងក្រោយបង្អស់របស់ ISO IEC 27001 គឺ ISO IEC 27001 2022 ដើម្បីស្វែងយល់បន្ថែមអំពីស្តង់ដារ ISO IEC 27001 2022 នេះអ្នកទាំងអស់គ្នាអាចធ្វើការបញ្ជាទិញឯកសារស្តង់ដារនេះបានពី website ផ្ទាល់របស់ ISO ដែលមានតម្លៃ132 Swiss franc